ពេលបពោះម៉ាក់អាចលាបថ្នាំសក់ឬអ៊ុតសក់បានឬទេចម្ងល់នេះប្រហែលជាស្រីគ្នាយើងភាគច្រើនចង់ដឹងព្រោះបារម្ភខ្លាចជាតិគីមីដែលមាននៅក្នុងថ្នាំលាបសក់ឬថ្នាំអ៊ុតសក់ប៉ះពាល់ទៅដល់ការលូតលាស់របស់កូនក្នុងផ្ទៃថ្នាំលាបសក់និងថ្នាំអ៊ុតសក់គ្រប់ប្រភេទមិនថាជាថ្នាំអ៊ុតសក់ត្រង់ឬអ៊ុតសក់រួញនោះទេសុទ្ធតែមានជាតិគីមីទោះតិចឬច្រើននឹងជ្រាបចូលតាមរយៈស្បែកពិសេសផ្លូវដង្ហើមរបស់ម៉ាក់ដែលអាចនាំឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃនេះបើតាមការបញ្ជាក់របស់លោកស្រីអួងលីដានាយសាលផ្នែកបន្ទប់សម្រាលនៃមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកលោកស្រីបន្តទៀតថាស្ត្រីមួយចំនួនបានទៅលាបពណ៌សក់ឬអ៊ុតសក់អំឡុងពេលពោះដែលមិនដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយកម្ដៅនិងសារធាតុគីមីដែលមាននៅក្នុងថ្នាំលាបសក់ឬថ្នាំអ៊ុតសក់ដែលសាយភាយចូលក្នុងខ្លួននោះទេថ្នាំលាបសក់ថ្នាំអ៊ុតសក់មានជាតិអាម៉ូញ៉ារីឯក្លិនវិញឈួរខ្លាំងស្ទើរតែទ្រាំមិនបានកាលណាជ្រាបចូលក្នុងស្បែកធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធដង្ហើមមាត់ច្រមុះបំពង់កអាចផលប៉ះពាល់ចំពោះកូនវិញធ្វើឲ្យកូនកើតមិនគ្រប់លក្ខណៈឬឈានដល់ពិការភាពផ្នែកខួរក្បាលលោកស្រីក៏បន្តទៀតថាការមានផ្ទៃពោះជារឿងធម្មជាតិតម្រូវឲ្យស្ត្រីថែទាំខ្លួនរស់នៅតាមបែបធម្មជាតិដូចគ្នាដូច្នេះហើយម៉ាក់មិនត្រូវញ៉ាំអាហារដែលមានជាតិគីមីឬយកជាតិគីមីអ្វីផ្សេងមកដាក់លើខ្លួននោះទេនោះទើបមិនមានផលប៉ះពាល់ចំពោះសុខភាពខ្លួនឯងនិងកូនក្នុងផ្ទៃការរស់នៅនិងតុបតែងខ្លួនតាមបែបធម្មជាតិជាជម្រើសល្អបំផុតសម្រាប់ស្រីមានផ្ទៃពោះដោយឡែកការចង់ស្អាតទុកមួយឡែកសិនចាំសម្រាប់កូនហើយចាំគិតគូរទៀត